តម្លៃនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ឬក៏ចុះ ETA Saver រវាងជនជាតិខ្មែរនិងជនជាតិបរទេសតើអស់តម្លៃប៉ុន្មានចំពោះខ្ញុំការចុះសំបុត្រអាពាហ៍ពិពាហ៍របស់ខ្ញុំអស់ចំនួន$48 $48បើយើងទៅចុះនៅខាងតុលាការហើយមានសមាជិកក្រុមគ្រួសារចូលរួមយើងត្រូវ booking គេអស់តែ100ទេអញ្ចឹងអស់$148ចំពោះការចុះ ETA Saver ឬសំបុត្រអាពាហ៍ពិពាហ៍ជាមួយនឹងជនបរទេសវិធីនេះគឺខ្ញុំធ្វើនៅក្នុងសហរដ្ឋអាមេរិកដោយតាមរដ្ឋអញ្ចឹងសហរដ្ឋអាមេរិកមាន50រដ្ឋចំពោះរដ្ឋដែលនាងខ្ញុំរស់នៅគឺគេទាមទារឲ្យមានប៉ាសពតឈ្មោះយើងពេញវីសាមានសុពលភាពហើយនឹង Social Number តែទៅតាមរដ្ឋនីមួយៗទាំងអស់គ្នារដ្ឋផ្សេងទៀតយើងអាចធ្វើការចុះសំបុត្រអាពាហ៍ពិពាហ៍បានដោយគ្រាន់តែមានប៉ាសពតទេហើយនឹងឈ្មោះពេញរបស់យើងហើយស្វាមីរបស់យើងគឺជាជនជាតិអាមេរិកកាំងអញ្ចឹងយើងអាចធ្វើចុះសំបុត្រអាពាហ៍ពិពាហ៍បានចំពោះការចុះសំបុត្រអាពាហ៍ពិពាហ៍នឹង ETA Saver នៅស្រុកខ្មែរអ្នកនរគ្នាគឺយ៉ាងហោចណាស់អស់$2000ទៅ$3000បើសិនបើឲ្យគេរត់ឲ្យអស់$3500បើសិនបើឲ្យគេរត់ឲ្យបើរត់ខ្លួនឯងអស់$2000ដោយសារអីមានអ្នកឲ្យលុយថ្លៃទឹកតែថ្លៃអីទៀតថ្លៃក្រោមតុថ្លៃកត់ឯកសារថ្លៃអីផ្សេងទៀតសួរសំណួរចាក់ដោតអញ្ចឹងមានច្រើនអ្នកនរគ្នាវីដេអូនេះខ្ញុំមិនវាយប្រហារទៅលើអ្នកណាគេគឺយើងដឹងស្រាប់ហើយប្រទេសជាតិយើងខ្ញុំមានតែប៉ុណ្្នឹងអរគុណចំពោះអ្នកដែលមានបទពិសោធន៍ក្នុងការចុះ ETA Saver ឬក៏សំបុត្រអាពាហ៍ពិពាហ៍ជាមួយនឹងជនបរទេសសូមជួយចែករំលែកបទពិសោធន៍ទាំងអស់គ្នាអរគុណ